ផ្លាស់ប្ដូរពីរសជាតិមឹកឆាម្រេចខ្ចីមកសាកធ្វើជាមួយនឹងមឹកឆាពងទាប្រៃមានអីរសជាតិគឺថាឆ្ងាញ់តែម្ដងបងប្អូនមើលតែមាត់ទៅគឺដឹងថាឆ្ងាញ់ហើយបងប្អូនហើយចង់ដឹងថាវិធីធ្វើមឹកឆាម្រេចខ្ចីហ្នឹងធ្វើមិនខ្លះសូមតាមដានវីដេអូនេះតាំងពីដើមរហូតដល់ចប់ណាបងប្អូនយើងត្រូវមានមឹកចំនួនកន្លះគីឡូបាន1គីឡូក៏បានដែរតាមចំនួនមនុស្សនៅក្នុងផ្ទះអញ្ចឹងណាពងទាប្រៃ2គ្រាប់ខ្ទឹមបារាំង1មើមស្លឹកខ្ទឹមមើមខ្ទឹមខ្ទឹមក្រហមម្ទេសដៃនាងសម្រាប់មើមខ្ទឹមនេះគឺយើងចិញ្ច្រាំវាឲ្យម៉ត់ខ្ទឹមក្រហមហាន់ជាកង់ជា3ជា4ចឹងមកហើយនឹងគល់ខ្ទឹមខ្លះមកបងប្អូនសម្រាប់ស្លឹកខ្ទឹមវិញគឺយើងហាន់ជាកង់រាងវែងៗបន្តិចដើម្បីដាក់នៅពេលដែលឆារបស់យើងរៀបចិត្តឆ្អិនណាបងប្អូនជាដំបូងបងប្អូនត្រូវដាក់ខ្លាញ់ឲ្យក្តៅសិនបន្ទាប់មកយើងធ្វើការឆាជាមួយនឹងគ្រឿងរបស់យើងមានខ្ទឹមក្រហមខ្ទឹមសនិងគល់ខ្ទឹមបន្តមកទៀតនៅពេលដែលយើងឆាគល់គ្រឿងរបស់យើងនឹងឡើងឈ្ងុយហើយយើងធ្វើការដាក់ជាមួយនឹងពងទារបស់យើងដែលយើងបានបំបែកវាឲ្យល្អិតៗហ្នឹងណាបងប្អូននេះយើងធ្វើការឆាគ្រឿងទាំងអស់ហ្នឹងឲ្យវាឡើងឈ្ងុយសិនមកបងប្អូនយើងធ្វើការជ្រុំពងទានិងគ្រឿងរបស់យើងឲ្យឡើងឈ្ងុយហើយបន្តមកទៀតយើងធ្វើការដាក់ជាមួយនឹងខ្ទឹមបារាំងយើងឆាខ្ទឹមបារាំងត្រឡប់ទៅត្រឡប់មកតតែខ្ទឹមបារាំងនឹងរាងស្រពាប់បន្តិចធ្វើការដាក់ជាមួយនឹងគ្រឿងមានដូចជាប៊ីចេងម្សៅស៊ុបនិងស្ករបងប្អូននេះសម្រាប់ស្ករប្រើស្ករសក៏បានស្ករត្នោតក៏បានដែរយើងធ្វើការដាក់គ្រឿងទាំងអស់នឹងចូលគ្នាឲ្យបានរួចរាល់ហើយធ្វើការឆាត្រឡប់ទៅត្រឡប់មកជាមួយនឹងខ្ទឹមបារាំងរបស់យើងឲ្យចូលជាតិឆាឲ្យវាឡើងឈ្ងុយឈ្ងប់ឈួលពេញផ្ទះអញ្ចឹងហើយយើងធ្វើការដាក់ជាមួយនឹងទឹកប្រេងខ្យងបន្តិចហើយយើងទុកវាមួយផ្លែតនៅពេលដែលទឹកឆារបស់យើងហ្នឹងគឺវាឡើងពុះល្អហើយរាងខាប់បន្តិចធ្វើការដាក់ជាមួយនឹងមឹកសម្រាប់នេះមឹកនេះដែរយើងធ្វើការស្រុះវាបន្តិចទៅដើម្បីកុំឲ្យវាមានចេញជាតិទឹកមកច្រើនណាបងប្អូនវាបន្ទាប់ពីឆារបស់យើងឡើងឆ្អិនហើយយើងធ្វើការដាក់រោយលើខ្ទឹមជាការស្រេចបងប្អូនហើយឥឡូវឆារបស់យើងគឺបានរួចរាល់ហើយដែរយើងធ្វើការរៀបចំដួសបាយញ៉ាំអញ្ចឹងណាបងប្អូននេះហើយមើលទៅឆានេះតំណងអត់ទេគឺថាឈ្ងុយបងប្អូននៅក្រៅគឺថាឈ្ងុយមែនតើឈ្ងុយពងទាប្រៃហ្នឹងណាបងប្អូនវីដេអូនេះមានតែប៉ុណ្្នឹងឯងអរគុណច្រើនបាយបាយ